មានតែចំណេះដឹងទេទើបមាននិរន្តរភាពទ្រព្យសម្បត្តិឪពុកម្ដាយឲ្យយកចាយអស់តែទ្រព្យសម្បត្តិក្នុងខ្លួនដែលគាត់បង្កលក្ខណៈឲ្យកសាងសមត្ថភាពអរិយាប័ត្រល្អដូចមិនប្រកបជាលេនោះទេជប់ឃើញគេធ្វើបទសម្ភាសមួយប្អូនមួយខាង Facebook គាត់ទៅសម្ភាសក្មួយម្នាក់ដែលរៀនបានលេខ1នៅបៃវែងខាងគណិតវិទ្យាគ្រួសារក្រីក្រពិបាកប៉ុន្តែឪពុកម្ដាយតស៊ូឪពុករត់មកកង់3ម្ដាយស៊ីលៀងចានឲ្យគេបោកគក់ឲ្យគេតែតស៊ូឲ្យកូនហើយកូនខិតខំប្រឹងប្រែងប្រឡងអញ្ចឹងមិនប្រកាសថាអ្នកក្ររៀនចែកអ្នកមានទេហើយសមត្ថភាពនៅក្នុងការរៀនសូត្រទេក៏វាឆ្លុះបញ្ចាំងពីសមត្ថភាពនៃការខិតខំប្រកួតប្រជែងពេលដែលចេញធ្វើការទៅថ្ងៃអនាគតអត់មានម៉ែឪណាមកជួយរហូតនោះទេពិតណានៅក្នុងមួយខ្សែអ្នកប្រហែលជាមានម្នាក់ដែលថាឬមួយក៏4-10នាក់ដែលថាមានឪពុកម្ដាយមានទ្រព្យសម្បត្តិមានឱកាសអីឲ្យប៉ុន្តែបើឲ្យទៅកូនអត់មានសមត្ថភាពគ្រប់គ្រងគឺបំផ្លាញខ្ទេចតែម្ដងអញ្ចឹងមិនថាតម្លៃនឹងការបង្រៀនកូនមិនថានៅកម្ពុជាឬនៅប្រទេសណាទេប៉ុន្តែតម្លៃនៃការខិតខំប្រឹងប្រែងព្រោះរៀនធ្វើការខ្លួនឯងមិនមែនចេះតែចំណេះដឹងទេធំបំផុតគឺបង្កើននៅភាពជឿជាក់លើខ្លួនឯង